ដេទី6វិធីប្រឡែងថាមពលខ្វះខាតឲ្យចេញពីចិត្តធម្មតានៅពេលដែលយើងជួបបញ្ហាឬយើងកំពុងតែខ្វះខាតលុយឬយើងកំពុងតែជួបបញ្ហាអ្វីមួយយើងតែងតែកើតអារម្មណ៍ខ្វះខាតមែនទេអារម្មណ៍ខ្វះខាតគឺជាអារម្មណ៍ដែលភ័យខ្លាចកង្វល់ខ្វល់ខ្វាយធុញហត់នឿយជាពិសេសគឺអារម្មណ៍ដែលឧទាហរណ៍ខ្លាចលក់មិនដាច់ខ្លាចអត់មានលុយមិនដឹងទៅលុយមកពីណានឹងហើយគឺសុទ្ធតែជាអារម្មណ៍ខ្វះខាតអញ្ចឹងអ្នកនរគ្នាត្រូវដឹងថាចក្រវាលនឹងមិនអោយនៅអ្វីដែលយើងខ្វះខាតទេតែចក្រវាលនឹងអោយនៅអ្វីដែលយើងមានអារម្មណ៍ថាមានវាហើយអញ្ចឹងនៅពេលដែលយើងចង់មានអ្វីចូលមកនៅក្នុងជីវិតយើងក៏ត្រូវសាងអារម្មណ៍ថាយើងមានវានៅក្នុងជីវិតយើងរួចរាល់ហើយទាំងដែលពេលនេះយើងអត់ទាន់មានវាទេថ្ងៃនេះឲ្យអ្នកនរគ្នាដកដង្ហើមចូលហើយនិយាយនៅក្នុងចិត្តថាខ្ញុំសូមប្រឡែងថាមពលខ្វះខាតឲ្យចេញពីចិត្តកាយរបស់ខ្ញុំទាំងអស់ហើយដកដង្ហើមចេញវិញហើយឲ្យអ្នកនរគ្នានឹកអារម្មណ៍ថាខ្យល់ដង្ហើមដែលយើងដកចេញមកហ្នឹងវាមានផ្សែងពណ៌ខ្មៅចេញមកដែរផ្សែងពណ៌ខ្មៅហ្នឹងគឺវាជាថាមពលអវិជ្ជមានថាមពលខ្វះខាតដែលយើងមានហ្នឹងវាបានចេញមកតាមខ្យល់ដង្ហើមរបស់យើងអស់ហើយដកដង្ហើមចូលលើកទី2ឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកបានស្រូបខ្យល់ដង្ហើមដែលពេញទៅដោយក្តីសុខចូលទៅក្នុងរាងកាយរបស់អ្នករួចហើយអ្នកនរគ្នាក៏ដកចេញមកវិញហើយក៏ឲ្យអ្នកនរគ្នាមានអារម្មណ៍ថាខ្យល់ដង្ហើមដែលដកចេញមកវិញនេះក៏វាបាន detox ស្រូបយកថាមពលមិនល្អចេញពីរាងកាយយើងម្ដងទៀតតែលើកនេះពីពណ៌ដែលខ្មៅវាคล้ายទៅជាពណ៌ប្រផេះដកដង្ហើមចូលលើកទី3ឲ្យអ្នកនរគ្នាមានអារម្មណ៍ថាថាមពលនៃភាពសុខស្ដុំកំពុងតែចូលទៅតាមខ្យល់ដង្ហើមរបស់អ្នកមានអារម្មណ៍ថាពន្លឺនៃពណ៌មាសវាបានចូលទៅក្នុងរាងកាយនេះហើយពេលអ្នកគ្នាដកចេញមកវិញក៏អ្នកគ្នាឃើញថាអូហូលើកទី3នេះគឺថាមពលចេញមកគឺជាថាមពលដែលពេញទៅដោយពន្លឺដ៏ស្តុកស្តម្ភ workshop នេះគឺអ្នកគ្នាអាចធ្វើបានគ្រប់ពេលដែលអ្នកមានអារម្មណ៍ថាខ្វះខាតទន្ទឹងរង់ចាំភ័យខ្លាចអ្វីមួយនេះគឺជាការ detox ថាមពលដែលល្អបំផុតអ្នកនរគ្នាត្រូវចាំថាជីវិតរបស់យើងវានៅលើការគិតរបស់យើងហេតុអីទើបយើងត្រូវដកចោលដង្ហើមចេញចូលឲ្យឃើញពន្លឺមាសឃើញផ្សែងខ្មៅចេញពីរាងកាយព្រោះវាជាការនាំផ្លូវឲ្យដល់ចិត្តសំណឹករបស់យើងវាដឹងថានេះពេលនេះគឺយើងបាន detox បានលាងថាមពលខ្វះខាតចេញពីរាងកាយយើងអស់ហើយណាហើយចាប់ពីនេះទៅគឺជីវិតយើងមានតែភាពសុខស្ដុមទេសូមបញ្ជាក់ម្ដងទៀតលុយនឹងមិនចូលមកក្នុងចិត្តដែលមានអារម្មណ៍ថាមិនមានអត់មានតែបើអ្នកអាចសាងអារម្មណ៍ថាខ្ញុំមានហើយថាមពលចក្រវាលនឹងបើកទទួលភ្លាមចូលប្រឡែងថាមពលខ្វះខាតហើយបើកទទួលផ្លូវឲ្យលុយចូលមកកុំភ្លេចចុច share និងចុចតាមដាន page ដើម្បីបានទទួលរឿងរ៉ាវល្អៗហើយថ្ងៃស្អែកយើងនឹងជួបគ្នាម្ដងទៀតនៅវិធីនៅក្នុងការស្រូបលុយ